នៅពេលដែលពហុទេនិយមបានទទួលនូវភាពខកចិត្តនិងបរាជ័យក្នុងការទាមទារយកអ្នកកាន់សាសនាអ៊ីស្លាមមកវិញពីប្រទេសហាបស្យានោះពួកគេក៏បានផ្ទុះកំហឹងយ៉ាងខ្លាំងរហូតស្ទើរតែដាច់ចិត្តដោយសារតែកំហឹងនោះហើយចង់ប្រើកម្លាំងបង្ក្រាបទៅលើអ្នកកាន់សាសនាអ៊ីស្លាមដែលនៅសេសសល់ជាពិសេសពួកគេបានឃើញថាព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនៅតែបន្តធ្វើការអំពាវនាវរបស់លោកប៉ុន្តែពួកគេបានឃើញផងដែរថាអប៊ូតាលិបនៅតែបន្តជួយគាំទ្រព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំទោះបីជាមានការគំរាមកំហែងនិងការសន្យាដាក់ទោសយ៉ាងធ្ងន់ធ្ងរក៏ដោយដូច្នេះពួកគេក៏ចាប់ផ្ដើមងាកឆ្ងល់ចំពោះបញ្ហារបស់ពួកគេហើយមិនដឹងថានឹងត្រូវធ្វើអ្វីនោះទេជួនកាលភាពសាហាវយងខ្នងបានគ្របដណ្ដប់លើពួកគេដូច្នេះពួកគេក៏បានត្រឡប់ទៅធ្វើទរណកម្មនិងធ្វើបាបព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនិងអ្នកកាន់សាសនាអ៊ីស្លាមដែលនៅជាមួយលោកវិញជួនកាលពួកគេបើកផ្លូវនៃការពិភាក្សានិងការតវ៉ាជួនកាលពួកគេបានលើកឡើងនៅសំណើដ៏គួរឲ្យទាក់ទាញនិងការសាកល្បងផ្សេងៗជួនកាលពួកគេបានព្យាយាមចរចានិងជួបគ្នានៅពាក់កណ្ដាលផ្លូវហើយជួនកាលពួកគេក៏បានគិតអំពីការសម្លាប់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនិងបញ្ចប់ការអំពាវនាវនៃសាសនាអ៊ីស្លាមទោះជាយ៉ាងណាការគិតរបស់ពួកគេទាំងអស់ខាងលើនេះមិនបានផ្ដល់ផលប្រយោជន៍ដល់ពួកគេឡើយហើយក៏មិនបាននាំពួកគេទៅដល់គោលដៅនៃការចង់បានរបស់ពួកគេដែរផ្ទុយទៅវិញលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ពួកគេគឺមានតែភាពខកចិត្តនិងការខាត់បងហើយក្នុងអំឡុងពេលនៃស្ថានភាពដ៏លំបាកទាំងនេះដែលព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនិងអ្នកកាន់សាសនាអ៊ីស្លាមកំពុងឆ្លងកាត់នោះមានរឿងមួយកើតឡើងដែលនាំឲ្យវីរៈបុរសដ៏អស្ចារ្យពីររូបក្នុងចំណោមវីរៈបុរសនៃកុលសពនកូរ៉ាសបានចូលកាន់សាសនាអ៊ីស្លាមហើយបានធ្វើឲ្យអ្នកកាន់សាសនាអ៊ីស្លាមបានរីករាយយ៉ាងខ្លាំងដោយសារតែមលុបនៃកម្លាំងរបស់ពួកគេជាយូរមកហើយវីរៈបុរសទាំងពីរនោះគឺហាំហ្សាប៊ីនអាប់ឌុលមុតតាឡាប់ដែលជាពូរបស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនិងអ៊ូម៉ារកូនអាល់ខុតតបការចូលកាន់សាសនាអ៊ីស្លាមរបស់ហាំហ្សាចំពោះការចូលកាន់សាសនាអ៊ីស្លាមរបស់ហាំហ្សានោះមូលហេតុគឺដោយសារតែអប៊ូជាហិលបានដើរកាត់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនៅពេលដែលព្យាការីកំពុងនៅក្បែរភ្នំសាហ្វាអប៊ូជាហិលក៏បានជេរប្រមាថនិងធ្វើបាបព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំមានគេនិយាយថាអប៊ូជាហិលបានយកដុំថ្មគប់ក្បាលព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបណ្ដាលឲ្យក្បាលព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបាត់បែកនិងហូរឈាមជាខ្លាំងបន្ទាប់មកអប៊ូជាហិលក៏បានទៅអង្គុយជាមួយក្រុមប្រឹក្សានៃកុលសពនកូរ៉ាសនៅក្បែរកាបាធ្វើដូចជាគ្មានអ្វីកើតឡើងខណៈពេលនោះមានអ្នកបម្រើស្រីម្នាក់របស់អាប់ឌុលឡោះប៊ីនជូតអានកំពុងមើលហេតុការណ៍ដែលបានកើតឡើងពីកន្លែងស្នាក់នៅរបស់នាងនៅលើភ្នំសាហ្វាបន្តិចក្រោយមកហាំហ្សាបានត្រឡប់មកពីការបរបាញ់វិញដោយស្ពើយធ្នូរបស់លោកអ្នកបម្រើស្រីនោះក៏បានប្រាប់គាត់នូវរឿងហេតុដែលបានកើតឡើងហាំហ្សាបានចេញទៅយ៉ាងលឿនរហូតឈរនៅពីមុខអប៊ូជាហិលហើយបាននិយាយថាអោមនុស្សដែលអាម៉ាស់អ្នកឯងជេរប្រមាថក្មួយរបស់ខ្ញុំទាំងដែលខ្ញុំក៏កាន់សាសនារបស់គេដែរហើយគាត់ក៏បានយកធ្នូវាយទៅលើអប៊ូជាហិលបណ្ដាលឲ្យក្បាលរបស់អប៊ូជាហិលបានបែកពេលនោះកុលសម្ព័ន្ធទាំងពីរប៊ីនូម៉ាក់ហ្ស៊ូមនិងប៊ីនូហាស៊ីមក៏បានក្រោកឡើងដើម្បីចង់ប្រយុទ្ធគ្នាតែអប៊ូជាហិលបាននិយាយថាជប់សិនកុំប៉ះពាល់ហាំហ្សាពីព្រោះខ្ញុំបានជេរប្រមាថក្មួយប្រុសរបស់គាត់ដោយពាក្យសម្ដីអាក្រក់បំផុតការចូលកាន់សាសនាអ៊ីស្លាមរបស់ហាំហ្សាគឺចាប់ផ្ដើមពីការចង់ជួយការពារក្មួយរបស់គាត់ហាក់ដូចជាពាក្យសម្ដីនោះបានចេញពីមាត់របស់គាត់មុននឹងគាត់មានបំណងពិតប្រាកដថានឹងចូលកាន់សាសនាអ៊ីស្លាមបន្ទាប់មកអល់ឡោះស៊ុបហានហូវតាអាឡាក៏បានបើកបេះដូងរបស់គាត់ឲ្យទទួលយកសាសនាអ៊ីស្លាមហាំហ្សាគឺជាយុវជនដែលខ្លាំងពូកែជាងគេនៅក្នុងកុលសពនកូរ៉ាសនិងជាអ្នកដែលមានភាពក្លាហាននិងរឹងមាំបំផុតរហូតដល់លោកត្រូវបានគេដាក់ឈ្មោះថាអាសាតុលឡោះតាវរបស់អល់ឡោះលោកបានចូលកាន់សាសនាអ៊ីស្លាមនៅខែហ្ស៊ុលហិជ្ជានៅឆ្នាំទី6នៃភាពជាព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំ